ចាជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះជាពិសេសអ្នកដែលកាត់ឆ្នាំឆ្លូវយើងមកមើលរិស័យនៅក្នុងខែ12ទាំងអស់គ្នាថាតើយើងជួបរឿងអីល្អៗរឿងអ្វីដែលយើងគួរតែជៀសវាងសម្រាប់អ្នកឆ្នាំឆ្លូវណាចាអញ្ចឹងយើងមើលអំពីគោលនៅក្នុងខែ12នេះសម្រាប់អ្នកឆ្នាំឆ្លូវមើលតើតើមួយអីចាតើតើជាមួយនឹងមនុស្សប្រុសវ័យក្មេងណាតើតើជាមួយនឹងក្មេងណាអ្នកឆ្នាំឆ្លូវនៅក្នុងខែ12នេះបើចង់បានកូនណាអាចទទួលបានកូនចាអាចទទួលបានកូនណាជាក្មេងប្រុសទៀតណាល្អមែនតើចាឥឡូវយើងមើលអំពីរឿងការងារយើងនៅក្នុងខែ12យ៉ាងណាដែរណាចាសម្រាប់អ្នកឆ្នាំឆ្លូវចាអាយ៉ាខែ12ណាពាក់ព័ន្ធជាមួយនឹងការងារល្អបានដើមខែតិចពីថ្ងៃ1ដល់ថ្ងៃ6បន្តិចអញ្ចឹងប្រយ័ត្នដែរនៅក្នុងពាក់កណ្ដាលខែឃើញថាមានការពាំងជាមួយនឹងការងារប្រយ័ត្នប្រយែងជាមួយនឹងការនិយាយស្ដីនៅកន្លែងការងារណាប្រយ័ត្នមានបញ្ហានៅកន្លែងការងារដែរអញ្ចឹងចូលប្រយ័ត្នប្រយែងដែរសម្រាប់អ្នកឆ្នាំឆ្លូវដែរណាចាប្រយ័ត្នប្រយែងចាពាក់ព័ន្ធមួយការងារមានការកៀងណាមានអារម្មណ៍ធុញថប់ហើយយើងចង់ដើរលេងច្រើនណាអត់សូវមានអារម្មណ៍ធ្វើការទេធុញមកចូល office ចូលកន្លែងការងារនិយាយទៅមុខរបររកស៊ីជើហត់នឿយធុញចង់ដើរលេងហើយមើលទៅចាអញ្ចឹងយើងមើលអំពីរឿងលុយកាក់យើងវិញមើលចាយ៉ាងណាដែរណាអ្នកឆ្នាំឆ្លូវចាសម្រាប់លុយកាក់យើងណាអ្នកឆ្នាំឆ្លូវឃើញថាល្អចាឃើញថាល្អណាពាក់ព័ន្ធជាមួយនឹងមុខរបររកស៊ីរបស់យើងរឿងថាបានលុយពីរឿងនឹងបានល្អបានធម្មតាល្អចាឃើញមានលៀបសំណាងពីមនុស្សស្រីទោះបីជាវាមានបញ្ហាខ្លះណាមានទុកខ្លះពាក់ព័ន្ធជាមួយនឹងលុយកាក់ប៉ុន្តែក៏មានពលឺថ្មីចូលមកជួយយើងនៅក្នុងរឿងលុយកាក់នឹងដែរគ្រាន់ថាវាមានការកៀងណាពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិលុយកាក់ជាពិសេសទ្រព្យសម្បត្តិបើយើងចង់លក់ចង់ដូរអីចឹងរៀងពិបាកទីអ្នកដែលមានដីមានផ្ទះអីចង់លក់នៅក្នុងខែ12ឲ្យបានហ្នឹងណាលក់ឲ្យចេញហ្នឹងអត់ចេញទេចាមានអារម្មណ៍ថាដូចជាមិនសូវជាល្អសម្រាប់យើងបើលក់ក៏បានថោកមែនតើណាចាប៉ុន្តែបើឲ្យមានការកៀងខ្លាំងហត់ដល់ថ្នាក់ដោះអត់ចេញអត់មានទេព្រោះដោយសារឃើញថាដោះចេញបញ្ហាអាចដោះស្រាយបានគ្រាន់ថាវាអាចនឹងមានបញ្ហាលុយកាក់ខ្លះនៅក្នុងខែ12ថ្ងៃ10បន្តិចណាចាមានអារម្មណ៍ stress ខ្លាំងដោះមិនក៏ដោះអត់ចេញកៀងមិនក៏ដោះកៀងអត់ចេញដែរនិយាយទៅដោះអត់ចេញទេអញ្ចឹងទីមទីឲ្យយើងសម្រាប់បន្តិចទៅណាអាចផុតពីថ្ងៃ10ហ្នឹងទៅអូខេហើយចាអញ្ចឹងយើងមើលតទៀតតទៅមួយស្នេហាមើលសម្រាប់អ្នកឆ្នាំឆ្លូវយ៉ាងណាដែរเนาะចាស្នេហាណាឃើញថាល្អចាល្អមែនតើណាឃើញមានសម្រាប់អ្នកដែលមានដៃគូជីវិតឃើញថាអាចទទួលបានលៀបសំណាងជាមួយនឹងក្មេងប្រុសណាឬក៏កូនចាមានឱកាសដើរលេងជាមួយនឹងដៃគូស្នេហាយើងចាមានភាពសប្បាយរីករាយជាមួយនឹងដៃគូស្នេហាច្រើនមែនតើណាជីវិតប្តីប្រពន្ធអីអត់មានបញ្ហាអត់មានទំនាស់អត់មានការឆ្លោះគ្នាអីទេល្អប្រសើរច្រើនហើយនៅក្នុងនោះដែរណាសម្រាប់អ្នកជាមនុស្សស្រីណាដែលកើតឆ្នាំឆ្លូវឃើញថានឹងមានមនុស្សប្រុសចូលមកទាំងក្មេងទាំងចាស់ចូលមកពាក់ព័ន្ធនៅក្នុងជីវិតស្នេហាយើងឃើញថាល្អច្រើនមែនតើចាជាអ្នកធ្វើការផងជាអ្នករកស៊ីផងណាចាមានគ្រប់ប្រភេទណាចូលមកក្នុងជីវិតយើងមនុស្សស្រីឃើញថាមានលៀបតតមួយដៃគូស្នេហាច្រើនតែបរោះវិញនៅអត់តាន់បានជួបដៃគូស្នេហាទេអត់តាន់បានជួបស្នេហាទេណាឃើញថានៅម្នាក់ឯងទៀតទៅចាហើយដៃគូស្នេហាជីវិតប្តីប្រពន្ធហ្មងដែលនៅមួយគ្នាអត់បញ្ហាក្នុងខែ12ហ្នឹងឃើញថាល្អណាចាសบายមួយគ្នាអត់មានចំនួនអត់មានការក្បត់ផាត់អីទេដើរមួយគ្នាបានយ៉ាងរលូនចាអញ្ចឹងអរគុណច្រើនមែនតើណាសម្រាប់អ្នកឆ្នាំឆ្លូវជូនពរសំណាងល្អជួបគ្នាវីដេអូក្រោយណាបាយបាយចាជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូការអានស្រូវបៀតទាំងអស់គ្នាសម្រាប់វីដេអូនេះយើងមកមើលរិស័យនៅក្នុងខែ12ទាំងអស់គ្នាណាសម្រាប់អ្នកឆ្នាំជូតអញ្ចឹងយើងមកមើលអ្នកឆ្នាំជូតណានៅក្នុងខែ12យើងនឹងទទួលបានរឿងអីល្អរឿងអ្វីដែលយើងគួរតែជៀសវាងអញ្ចឹងយើងមើលអំពីគោលនៅក្នុងខែ12ពាក់ព័ន្ធជាមួយនឹងអីចាពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសចាជាមនុស្សម្នាក់ដែលមើងម៉ាត់ជាមួយនឹងការងារណាតកតងជាមួយនឹងមនុស្សចាស់ណាឬក៏អាចតកតងជាមួយនឹងឪពុកដែរស្លឹកឪពុកណាចាឬក៏យើងធ្វើការរកស៊ីពាក់ព័ន្ធជាមួយនឹងមនុស្សប្រភេទនេះដែរចាអញ្ចឹងយើងមើលអំពីការងារយើងណាចារឿងល្អអីខ្លះរឿងអ្វីដែលយើងគួរតែជៀសវាងនៅក្នុងការងារដែរចាសម្រាប់ការងារចាឃើញថារឿងល្អណា
ឃើញថាសម្រាប់ចូលដល់ក្នុងខែ12អ្នកឆ្នាំជូតណាការងារសម្រាប់លទ្ធផលបានច្រើនណាបានច្រើនមែនតើណាអ្វីដែលជាបញ្ហាអ្វីដែលជាឧបសគ្គគឺយើងអាចដោះបាននៅក្នុងខែ12នេះផងដែរចាហើយម្យ៉ាងវិញទៀតសម្រាប់អ្នកឆ្នាំជូតណាពាក់ព័ន្ធជាមួយនឹងលុយកាក់ក៏ឃើញថាលុយកាក់ក្នុងរឿងការងាររបស់យើងឃើញថាអត់អីទេល្អហើយក្នុងនោះដែរយើងឲ្យប្រយ័ត្នពាក្យសម្ដីបន្តិចណាប្រយ័ត្នមានចំនួនដោយសារតែពាក្យសម្ដីជាមួយនឹងអ្នកដទៃឬក៏ប្រយ័ត្នប្រយែងការនិយាយស្ដីអំឡុងពេលដែលយើងកំពុងតែធ្វើការងារឬក៏នៅកន្លែងការងារដែរអាចនឹងមានតោះពាក្យសម្ដីខ្លះៗនៅកន្លែងការងារដោយសារតែយើងនិយាយអត់បានគិតដែរចាអញ្ចឹងយើងមើលអំពីលុយកាក់យើងចាសម្រាប់អ្នកឆ្នាំជូតណាចារឿងល្អអីខ្លះចារឿងអ្វីដែលយើងគួរតែជៀសវាងខ្លះណាចាអាយ៉ាសម្រាប់អ្នកឆ្នាំជូតណាពាក់ព័ន្ធជាមួយនឹងលុយកាក់ឃើញថាបញ្ហាច្រើនមែនតើណាมันទទួលបានលៀបសំណាងធំទេចាឃើញថាមានឧបសគ្គកាំងមានភាពស្មុគស្មាញពាក់ព័ន្ធជាមួយនឹងការងារដែលយើងកំពុងតែធ្វើជាពិសេសឃើញថាយើងអស់លុយឱកាសជាមួយនឹងការចាប់ផ្ដើមនៅអ្វីដែលថ្មីមុខរបរថ្មីចាឬក៏អត់ទទួលបានលុយកាក់តាមរយៈការយើងដូរការងារថ្មីអីជាដើមណាចានៅក្នុងខែ12នេះមានការរឿងពិបាកចិត្តច្រើនណានៅក្នុងរឿងលុយកាក់មានភាពរញ៉េរញ៉ៃច្រើនបន្តិចនៅក្នុងរឿងលុយកាក់អាចថាចាប់លៀបធំអត់បានអ្វីដែលយើងរំពឹងពាក់ព័ន្ធជាមួយនឹងលុយកាក់អត់ទទួលបានទេសម្រាប់អ្នកឆ្នាំជូតពាក់ព័ន្ធជាមួយនឹងលុយកាក់រៀងពិបាកបន្តិចណាចាអញ្ចឹងយើងមើលអំពីរឿងស្នេហាវិញណាល្អរឿងស្នេហាអីខ្លះអ្វីដែលយើងគួរតែជៀសវាងពាក់ព័ន្ធជាមួយនឹងស្នេហាយើងណាចាអាយ៉ាអ្នកឆ្នាំជូតហេតុអីក៏ពិបាកដែរណាពិបាកម៉េះនៅក្នុងខែ12នេះឃើញថាតំណែងស្នេហាយើងមានភាពរញ៉េរញ៉ៃណាតឹងតិចតឹងណាដៃគូទាំងពីរនិយាយចូលគ្នាអត់បានសម្រាប់អ្នកដែលអត់មានគូនៅតែមិនទាន់បានជួបគូដែលខ្លួនឯងពេញចិត្តនៅឡើយទេចាអញនិយាយថាម្នាក់ចូលមកសិតតែអត់អ្នកស្មោះត្រង់នៅក្នុងតំណែងស្នេហាចូលមកបើអ្នកចូលថ្មីអ្នកដែលអត់មានស្នេហាថ្មីអ្នកដែលចូលមកក្នុងជីវិតយើងពាក់ព័ន្ធជាមួយនឹងគាត់អត់ស្មោះត្រង់មកយើងទេចូលមកចាត់ទុកយើងគ្រាន់តែកំដរអារម្មណ៍គ្រាន់តែសบายណាអត់មានភាពផ្អែមល្ហែមជាមួយយើងឬក៏អត់រំពឹងសម្រាប់អនាគតជាមួយនឹងយើងទេនៅក្នុងខែ12នេះហើយមួយទៀតឃើញថាដៃគូស្នេហាយើងណាមានភាពអត់ស្មោះត្រង់ជាមួយយើងទេនៅក្នុងខែ12នេះមានចំនួនដោយសារតែគេក្បត់យើងមានភាពរញ៉េរញ៉ៃល្អទៅនៅមុខយើងក្រោយខ្នងក្បត់យើងអញ្ចឹងអាចនឹងមានចំនួនចិត្តដោយសារការក្បត់ដោយសារតែភាពមិនស្មោះត្រង់នៅក្នុងតំណែងស្នេហាអញ្ចឹងរឿងស្នេហាក៏មិនសូវល្អលុយកាក់ក៏មិនសូវល្អបានការងារបន្តិចណាឃើញថាការងារហ្នឹងវាល្អបន្តិចប៉ុន្តែឲ្យប្រយ័ត្នពាក្យសម្ដីអញ្ចឹងអ្នកឆ្នាំជូតណាការដែលធ្វើការតាក់ទងជាមួយមនុស្សប្រុសដែលខ្ញុំនិយាយនៅខាងលើហ្នឹងអាចថាមានបញ្ហាដោយសារជាមួយនឹងមនុស្សប្រុសច្រើនជាងបានទទួលលាភពីបញ្ហាជាមួយនឹងលាភពីមនុស្សប្រុសចឹងចូលប្រយ័ត្នប្រយែងណាមិនថាការងារលុយកាក់ក៏ដូចជាស្នេហាផងដែរចាចឹងអរគុណច្រើនណាជូនពរសំណាងល្អចាសូមឲ្យមានរឿងល្អចូលមកពាក់ព័ន្ធអ្នកឆ្នាំជូតណាចាសូមឲ្យខែ12ជាខែមួយដែលល្អសម្រាប់យើងណាចាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតបាយបាយ